អាមេរិកបន្តវាយប្រហារផ្លូវអាកាសកំទេចស្ពាន8កន្លែងនៅអ៊ីរ៉ង់សម្លាប់និងរបួសជនស៊ីវិលជិត30នាក់ប្រទេសអ៊ីរ៉ង់បានប្រកាសថាការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះដោយកងទ័ពអាមេរិកបានបំផ្លាញស្ពានចំនួន8កន្លែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀតព្រមទាំងបណ្ដាលឲ្យជនស៊ីវិល8នាក់ស្លាប់និង20នាក់ផ្សេងទៀតរងរបួសយោងតាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA នៅថ្ងៃសុក្រទី17ខែកក្កដាឆ្នាំ2025មួយនេះបានឲ្យដឹងថាក្នុងចំណោមគោលដៅរងការវាយប្រហារមានស្ពាន Bandar Khamer នៅក្នុងខេត្ត Hormozgan ភាគខាងត្បូងប្រទេសត្រូវគ្រាប់បែកកាត់ផ្តាច់ទាំងស្រុងដោយសម្លាប់ជនស៊ីវិល7នាក់និងរបួស9នាក់លើពីនេះប៉មដ៏ខ្ពស់មួយនៅកំពង់ផែយុទ្ធសាស្ត្រ Shabaha នៃឈូងសមុទ្រអូម៉ង់ដែលជាច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសអាហ្វហ្គានីស្ថានក៏ត្រូវបានកំទេចផងដែរនៅក្នុងប្រតិបត្តិការយោធារបស់អាមេរិកលើកនេះសង្គ្រាមសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅសម្រាប់ក្រោយនេះនឹងផ្ទុះយ៉ាងធ្ងន់ធ្ងរលោកដូណាល់ត្រាំសច្ចាថាវាឲ្យរលំរលាយកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានបញ្ជាក់ជាថ្មីម្ដងទៀតក្រោយពីលោកបើកកិច្ចប្រជុំជាមួយនឹងឧត្តមសេនីយ៍នៃទីប្រឹក្សាសន្តិសុខជាតិរបស់លោកដោយសច្ចាថានឹងវាយឲ្យរលាយកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ចាប់ពីសប្តាហ៍ក្រោយនេះតទៅបើអ៊ីរ៉ង់មិនព្រមចុះចាញ់នឹងសហរដ្ឋអាមេរិកតាមរយៈសម្ពាធយោធារបស់អាមេរិកដែលបើកប្រតិបត្តិការរយៈពេល5ថ្ងៃចុងក្រោយនេះយោងតាមសារព័ត៌មាននៃបណ្ដាញផ្សាយព័ត៌មានរបស់សហរដ្ឋអាមេរិកចុះផ្សាយកាលពីថ្ងៃទី16កក្កដាបានដឹងថាលោកដូណាល់ត្រាំបានបញ្ជាក់ថាប្រតិបត្តិការយោធាពិសេសរបស់សហរដ្ឋអាមេរិកដូចនេះគឺត្រូវតែរំលាយឲ្យបានរចនាសម្ព័ន្ធយោធារបស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ហើយទីក្រុងតេហរ៉ង់បច្ចុប្បន្ននេះត្រូវតែចុះចាញ់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញផ្សាយព័ត៌មាន Fox Business ដោយបានបញ្ជាក់ថាការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះគឺសម្ដៅទៅលើទីតាំងយុទ្ធសាស្ត្រសំខាន់ៗរបស់អ៊ីរ៉ង់ដែលត្រូវតែកំទេចក្នុងនោះមានទាំងរោងចក្រចម្រាញ់ប្រេងរោងចក្រអគ្គិសនីស្ពានថ្នោតសំខាន់ៗរបស់អ៊ីរ៉ង់នៅទូទាំងប្រទេសទីបញ្ជាការកណ្ដាលរបស់កងទ័ពអ៊ីរ៉ង់គ្រប់ខេត្តក្រុងទាំងអស់ត្រូវតែកំទេចលោកត្រាំប្រមានថាអ៊ីរ៉ង់ត្រូវតែទម្លាក់ចំហនៅភាពមានះរបស់ខ្លួននៅពីនេះដែលចុះចាញ់សហរដ្ឋអាមេរិកជាងទទួលគ្រាប់បែកពីសហរដ្ឋអាមេរិកលោកត្រាំបានបញ្ជាក់ដូចនេះនៅក្នុងសន្ទរកថាមួយដែលលោកថ្លែងទៅកាន់សាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅរដ្ឋ Pennsylvania ជាមួយគ្នានេះទីបញ្ជាការកណ្ដាលកងទ័ពអាមេរិកបាននិយាយថាប្រតិបត្តិការពិសេសរបស់ខ្លួនបានដាក់លើគោលដៅទៅលើទីតាំងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់រាប់រយទីតាំងរួចទៅហើយធ្វើឡើងតាមការបញ្ជារបស់លោកដូណាល់ត្រាំគឺសម្ដៅកាត់បន្ថយសមត្ថភាពរបស់កងទ័ពអ៊ីរ៉ង់ដែលព្យាយាមវាយប្រហារទៅលើកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រថបបោះនិងព្យាយាមវាយប្រហារទៅលើប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រពេកកងកម្លាំងសហរដ្ឋអាមេរិកនៅពេលនេះត្រូវបានរាយការណ៍មកថាកំពុងតែឡោមព័ទ្ធច្រកសមុទ្រថបបោះជាមួយនឹងការដាក់ពង្រាយកងនាវាចម្បាំងជើង20គ្រឿងនាវាផ្ទុកយន្តហោះចំនួន2គ្រឿង USS Abraham Lincoln នាវាផ្ទុកយន្តហោះ USS George H.W. Bush កំពុងប្រតិបត្តិការនៅតំបន់មជ្ឈមបូព៌ាយន្តហោះរបស់នាវាផ្ទុកយន្តហោះទាំងនេះបានធ្វើការហោះហើរយ៉ាងសកម្មវាយប្រហារទៅលើគោលដៅជាច្រើននៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ជាពិសេសគឺនៅតំបន់ភាគខាងត្បូងនៃតំបន់ឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ដែលមានគោលដៅគឺកាត់បន្ថយសមត្ថភាពរបស់កងទ័ពអ៊ីរ៉ង់ព្រោះតែកងទ័ពអ៊ីរ៉ង់ព្យាយាមបាញ់ប្រហារកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្ររបស់កងកម្លាំងពិសេសរបស់កងទ័ពអាមេរិកឡោមព័ទ្ធច្រកសមុទ្រមករយៈពេលមួយសប្តាហ៍មកហើយបន្តែប៉ុណ្ណោះអាមេរិកក៏បានបើកការវាយប្រហារទៅលើផែសមុទ្ររបស់អ៊ីរ៉ង់ក្នុងប្រតិបត្តិការសឹកពិសេស5ថ្ងៃមុខនេះចាប់តាំងពីប្រតិបត្តិការសឹកពិសេសរបស់អាមេរិក5ថ្ងៃមុខនេះគោលដៅដែលរងការវាយប្រហារពីមីស៊ីលនិងពីកងយន្តហោះចម្បាំងរបស់អាមេរិកយ៉ាងតិចជិត400គោលដៅក្នុងនោះទីតាំងស្តុកមីស៊ីលឃ្លាំងស្ដ្រូនប្រព័ន្ធខែលការពារដែនអាកាសការកំទេចកណូតយោធារបស់អ៊ីរ៉ង់រាប់សិបគ្រឿងទីបញ្ជាការកងទ័ពនៃកងឆ្មាំបករបស់អ៊ីរ៉ង់ជាច្រើនត្រូវបានកំទេចចំណែកឯនៅភាគខាងត្បូងនៃរដ្ឋធានីតេហរ៉ង់ក៏រងការវាយប្រហារផងដែរតាមការឲ្យដឹងរបស់ទីបញ្ជាការកណ្ដាលកងទ័ពសហរដ្ឋអាមេរិកឲ្យដឹងថាប្រតិបត្តិការសឹកពិសេសសប្តាហ៍ក្រោយនេះអាចនឹងបើកការវាយប្រហារទៅលើរដ្ឋធានីតេហរ៉ង់ដោយកងយន្តហោះចម្បាំងសហរដ្ឋអាមេរិកប្រសិនបើលោកដូណាល់ត្រាំចេញបទបញ្ជាឲ្យបើកប្រតិបត្តិការវាយទៅលើរដ្ឋធានីរបស់អ៊ីរ៉ង់នោះលោកដូណាល់ត្រាំបានបញ្ជាក់ថាយុទ្ធរបស់សហរដ្ឋអាមេរិកនឹងបន្តវាយប្រហារពីអ៊ីរ៉ង់ពីសប្តាហ៍មួយទៅសប្តាហ៍មួយរហូតតតែអ៊ីរ៉ង់ព្រមបញ្ចប់ការសងសឹកវាយប្រហារទៅលើបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅតំបន់មជ្ឈមបូព៌ាលោកដូណាល់ត្រាំបានដឹងថាលោកទទួលសញ្ញា
ថាថ្នាក់ដឹកនាំអ៊ីរ៉ង់ដែលមិនប្រកាន់ខ្សែតឹងចង់បើកការចរចាជាមួយសហរដ្ឋអាមេរិកប៉ុន្តែលោកថាអត់មានតម្លៃទីនទីអត់មានពេលវេលាទីនទីព្រោះកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់មិនព្រមឲ្យមានការចរចានោះទីដូច្នេះលោកថាសហរដ្ឋអាមេរិកត្រូវតែវាយរំលាយរចនាសម្ព័ន្ធកងឆ្មាំបដិវត្តអ៊ីរ៉ង់ជាមុនសិនលោកប្រមានថាសប្តាហ៍ក្រោយនេះអ៊ីរ៉ង់នឹងត្រូវប្រឈមមុខយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់ការវាយប្រហារដ៏ខ្លាំងក្លារបស់កងទ័ពសហរដ្ឋអាមេរិកតាមលោកដូណាល់ត្រាំចំពោះបញ្ហាអាវុធនុយក្លេអ៊ែរគឺសហរដ្ឋអាមេរិកលែងនិយាយទៀតហើយវាមានតែកំទេចទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យខ្ទេចតែម្ដងលោកប្រមានថាទីតាំងលាក់ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមនឹងត្រូវប្រឈមមុខនឹងការរឹបអូសដោយកម្លាំងទ័ពជើងគោករបស់សហរដ្ឋអាមេរិកបើករណីចាំបាច់យ៉ាងណាពួកឧត្តមសេនីយ៍អ៊ីរ៉ង់នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់នៅតែបញ្ចេញសេចក្តីថ្លែងការណ៍ថាអ៊ីរ៉ង់អត់ដែលចុះចាញ់សហរដ្ឋអាមេរិកម្ដងណានោះទីនៅពីនេះហើយត្រៀមជានិច្ចដើម្បីទទួលយកសង្គ្រាមពេញទំហឹងពីសហរដ្ឋអាមេរិកបើអាមេរិកហ៊ានតែលើកទ័ពជើងគោកចូលឆ្នេរសមុទ្រអ៊ីរ៉ង់គឺតអាមេរិកស្លាប់យ៉ាងរង្គាលបន្តែប៉ុណ្ណោះឧត្តមសេនីយ៍របស់អ៊ីរ៉ង់ប្រកាសថាប្រយុទ្ធជាមួយសហរដ្ឋអាមេរិករហូតដល់ដំណាក់កាលចុងក្រោយបើតាមឧត្តមសេនីយ៍កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ដដែលនេះបានអះអាងថាបានបាញ់លើគោលដៅជាច្រើននៃមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈមបូព៌ានៅលើប្រទេសគុយវ៉ែតប្រទេសបារ៉ែនប្រទេសហ្សូដាឌីស្ទើររងការវាយប្រហារប៉ុន្តែរដ្ឋាភិបាលរបស់ប្រទេសទាំង3នេះអះអាងថាបានបាញ់ទម្លាក់ដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់បានដោយប្រសិទ្ធភាពខ្ពស់បំផុតជាមួយនឹងប្រព័ន្ធខែលការពាររបស់ពួកគេធ្វើសកម្មភាពយ៉ាងសកម្មការដែលអ៊ីរ៉ង់បើកការវាយប្រហារទៅលើប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកបើទោះជាសម្ដៅទៅលើមូលដ្ឋានទ័ពអាមេរិកក៏ដោយនោះក៏រងការថ្កោលទោសពីបណ្ដាប្រទេសនៅមជ្ឈមបូព៌ាជាពិសេសគឺប្រទេសតំបន់អារ៉ាប់ពួកគេបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបន្តបន្ទាប់ទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលជ្រើសរើសយកការវាយប្រហារសងសឹកសហរដ្ឋអាមេរិកបែរជាវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេសទាំងអស់នោះទៅវិញប្រទេសទាំងនោះបានប្រកាសថាទីបញ្ចប់ប្រហែលជាត្រូវសម្រេចប្រើប្រាស់នៃការបាញ់មីស៊ីលមិនត្រឹមតែបាញ់ស្កាត់មីស៊ីលរបស់អ៊ីរ៉ង់នោះទេគឺអាចបាញ់ទៅលើប្រទេសអ៊ីរ៉ង់ផ្ទាល់តែម្ដងព្រោះតែអ៊ីរ៉ង់បានឈ្លានពានប្រទេសរបស់ពួកគេទៅហើយនៅពីនេះលោកដូណាល់ត្រាំប្រមានថាការដែលអ៊ីរ៉ង់បើកការវាយប្រហារទៅលើប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននេះហើយដែលនាំឲ្យអាមេរិកត្រូវកំទេចរចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់ឲ្យចុះខ្សោយយ៉ាងខ្លាំងបំផុតហើយចំមិនចង់ឈានទៅដល់ការរំលាយរចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់តែម្ដងនៅពេលដែលលោកដូណាល់ត្រាំដាក់ផែនការថានឹងរំលាយរចនាសម្ព័ន្ធកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ដោយអាវុធរបស់អាមេរិកនេះកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានប្រកាសថានឹងបើកប្រតិបត្តិការវាយប្រហារទៅលើកប៉ាល់ទាំងឡាយណាដែលមិនត្រឹមតែឆ្លងកាត់ច្រកសមុទ្រហូម៉ូនោះទីគឺកប៉ាល់ទាំងឡាយណាដែលស្ថិតនៅតំបន់សមុទ្រក្រហមក៏រងការវាយប្រហារផងដែរកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានណែនាំទៅកាន់កម្លាំងសកម្មប្រយុទ្ធហ៊ូទីនៅលើទឹកដីនៃប្រទេសយ៉ាម៉ែនឲ្យត្រៀមលក្ខណៈដើម្បីបាញ់ពន្លិចកប៉ាល់ទាំងឡាយណាដែលស្ថិតនៅតំបន់សមុទ្រក្រហមព្រោះជាការវាយសងសឹកសហរដ្ឋអាមេរិកដោយសារតែសហរដ្ឋអាមេរិកបើកប្រតិបត្តិការវាយទៅលើអ៊ីរ៉ង់ដោយជ្រើសរើសនៃការវាយប្រហារទៅលើទីតាំងរោងចក្រចម្រាញ់ព្រីងរបស់អ៊ីរ៉ង់ហើយអ៊ីរ៉ង់គ្មានអ្វីក្រៅពីសងសឹកទៅលើកប៉ាល់ទាំងឡាយណាដែលមានទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកពិភពលោកកំពុងតែសម្លឹងទៅសង្គ្រាមសមុទ្រនៃប្រទេសអ៊ីរ៉ង់នេះថាតើអាចបិទបញ្ចប់ដោយការបង្ហូរឈាមឬក៏ត្រូវបិទបញ្ចប់ដោយការចរចាជាថ្មីម្ដងទៀតប៉ុន្តែអ្នកសង្កេតការណ៍មិនរំពឹងថាអាចបិទបញ្ចប់ដោយការចរចានោះទេព្រោះកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ជាស្ថាប័នមួយមិនងាយចុះចាញ់នឹងសត្រូវរបស់ខ្លួននោះទេរហូតដល់តែសហរដ្ឋអាមេរិកបញ្ចប់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់យ៉ាងណាការបញ្ចេញព័ត៌មានបានដឹងថាសហរដ្ឋអាមេរិកកំពុងតែដាក់ផែនការថាតើត្រូវបើកប្រតិបត្តិការទ័ពជើងគោកដែរឬទេនៅសប្តាហ៍ក្រោយនេះនៅពេលដែលសហរដ្ឋអាមេរិកដាក់ផែនការរំលាយរចនាសម្ព័ន្ធយោធារបស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់សូមជម្រាបថានៅពេលនេះរដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យប្រញាប់បើកកិច្ចប្រជុំជាបន្ទាន់ដើម្បីរកដំណោះស្រាយថ្កោលទោសសហរដ្ឋអាមេរិកឲ្យបញ្ឈប់ប្រតិបត្តិការសឹកពិសេសវាយប្រហារទៅលើអ៊ីរ៉ង់និងចាប់យកច្រកសមុទ្រហុបមុខរដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថាច្រកសមុទ្រហុបមុខស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់អ៊ីរ៉ង់ការដែលបំពីបំពានច្រកសមុទ្រហុបមុខវាស្មើនឹងរំលោភឈ្លានពាន
អធិបតេយ្យភាពរបស់អ៊ីរ៉ង់ដោយទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីសម្រេចមួយបញ្ឈប់សកម្មភាពយោធារបស់សហរដ្ឋអាមេរិកប៉ុន្តែយ៉ាងណាក៏ដោយអ្នកសង្កេតការណ៍មើលឃើញថាប្រសិនបើរុស្ស៊ីនិងចិនព្រមបើកកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមបណ្ដឹងរបស់អ៊ីរ៉ង់នោះអ៊ីរ៉ង់ទីដែលត្រូវគេថាចូលអន្ទាក់របស់ពួកបច្ចឹមប្រទេសរបស់សហរដ្ឋអាមេរិកព្រោះគេដឹងថាសម្ព័ន្ធភាពរបស់ពួកបច្ចឹមប្រទេសមានដល់ទៅរាប់រយប្រទេសពួកគីបានដាក់ញត្តិទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិច្រើនសម្រាប់មកហើយដើម្បីទាមទារឲ្យមានដំណោះស្រាយយោធាបញ្ឈប់សកម្មភាពរបស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ដែលចាប់យកច្រកសមុទ្រហូបូសឯការដ្ឋទូតសហរដ្ឋអាមេរិកនៅអង្គការសហប្រជាជាតិលោក Mayweather បានបញ្ជាក់ថាញត្តិ113ប្រទេសបានដាក់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យបើកសំណុំរឿងដែលអ៊ីរ៉ង់ចាប់យកច្រកសមុទ្រហូបូសជាកម្មសិទ្ធិរបស់ខ្លួននេះដើម្បីសួរនាំអំពីផ្លូវច្បាប់សមុទ្រអន្តរជាតិ UNCLOS ថាតើករណីនៃច្រកសមុទ្រហូបូសអាចជាផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់បានដែរឬទេនៅពេលដែលអ្នកជំនាញច្បាប់សមុទ្រអន្តរជាតិឲ្យដឹងថាច្រកសមុទ្រហូបូសមិនអាចក្លាយជាដែនទឹកផ្ដាច់មុខរបស់អ៊ីរ៉ង់បាននោះទេព្រោះវាពុំមែនជាផ្លូវទឹកឆ្លងពាក់កណ្ដាលនៃប្រទេសអ៊ីរ៉ង់នោះទេវាគ្រាន់តែឆ្លងកាត់ផ្នែកមួយនៃព្រំដែនសមុទ្ររបស់អ៊ីរ៉ង់តែប៉ុណ្ណោះហើយវាពុំមែនជាប្រេងជីកដែលអ៊ីរ៉ង់ប្រើប្រាស់ពលកម្មរបស់ប្រជាជនអ៊ីរ៉ង់ជីកដូចប្រេងជីកនៃបណ្ដាពិភពលោកនោះទេវាជាកម្លាំងទំនាញធម្មជាតិតែប៉ុណ្ណោះសូមជម្រាបថាដើមចមដែលបង្កឲ្យមានផ្ទុះសង្គ្រាមប្រតិបត្តិការសឹកពិសេសរបស់កងទ័ពអាមេរិកនេះព្រោះតែអ៊ីរ៉ង់បើកការវាយប្រហារទៅលើកប៉ាល់ដែលបំរុងឆ្លងកាត់ច្រកសមុទ្រហូបូសហើយកប៉ាល់ដឹកប្រេងទាំងនោះមិនព្យាយាមសុំការអនុម័តយល់ព្រមពីអ៊ីរ៉ង់មិនព្រមបង់ប្រាក់ឆ្លងកាត់ច្រកសមុទ្រហូបូសទើបអ៊ីរ៉ង់បាញ់ទៅលើកប៉ាល់ទាំងនោះជាការបង្ខំឲ្យសហរដ្ឋអាមេរិកប្រកាសថាអ៊ីរ៉ង់បានបំពានគោលការណ៍អនុសារណៈ MOU ជាមួយគ្នាដែលហាមមិនឲ្យប៉ះពាល់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រហូបូសនោះអ៊ីរ៉ង់ប្រកាសថាគេអត់បានសម្រេចបើកច្រកសមុទ្រហូបូសចំហដោយសេរីទៅតាមសម្ពាធរបស់សហរដ្ឋអាមេរិកនោះទេព្រោះវាជាដែនទឹកដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់អ៊ីរ៉ង់ទាំងចិននិងរុស្ស៊ីជាប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនដែលលើកពូពាក្យថាច្រកសមុទ្រហូបូសជាផ្លូវទឹកអន្តរជាតិឬក៏ជារបស់អ៊ីរ៉ង់ផ្ដាច់មុខនោះទេ